បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទបណ្ឌិតឆាក់លឹមឈៀងជាមេធាវីមកពីការិយាល័យមេធាវីសិទ្ធិសាស្ត្រថ្ងៃនេះខ្ញុំមានកិត្តិយសដើម្បីចែករំលែកទាក់ទងទៅនឹងបទបញ្ញត្តិនៃការប្រកបវិជ្ជាជីវៈអាជីវកម្មអចលនវត្ថុនៅប្រជាជាតិកម្ពុជាដោយយើងដឹងអញ្ចឹងថាវិស័យអចលនវត្ថុគឺជាការរួមចំណែកសំខាន់នៅក្នុងការវិនិយោគក៏ដូចជាកំណើនសេដ្ឋកិច្ចនៃប្រជាជាតិកម្ពុជារបស់យើងក៏ប៉ុន្តែដើម្បីធានាបាននូវតម្លាភាពក៏ដូចជាការប្រកបវិជ្ជាជីវៈប្រកបដោយគុណភាពនិងទំនុកចិត្តពីសាធារណជនរាល់ការប្រកបអាជីវកម្មពាក់ព័ន្ធទៅនឹងវិស័យអចលនវត្ថុជាការចាំបាច់ណាស់ត្រូវតែមានអនុលោមភាពជាមួយនឹងបទបញ្ញត្តិដែលមានជាធរមានដូច្នេះរាល់ការធ្វើអាជីវកម្មផ្ដល់សេវាកម្មអចលនវត្ថុនៅក្នុងប្រជាជាតិកម្ពុជាគឺតម្រូវឲ្យមានការស្នើសុំនៅអាជ្ញាប័ណ្ណនិងឬវិញ្ញាបនបត្រវិជ្ជាជីវៈអាជ្ញាប័ណ្ណផ្ដល់ជូនចំពោះក្រុមហ៊ុនឬក៏សាខាក្រុមហ៊ុនដែលក្នុងអាជ្ញាប័ណ្ណនោះមាន3ប្រភេទទី1គឺអាជ្ញាប័ណ្ណភ្នាក់ងារអចលនវត្ថុទី2គឺអាជ្ញាប័ណ្ណវិតម្លៃអចលនវត្ថុនិងទី3គឺជាអាជ្ញាប័ណ្ណគ្រប់គ្រងអចលនវត្ថុបាទចំពោះវិញ្ញាបនបត្រវិជ្ជាជីវៈគឺផ្ដល់ជូនចំពោះរូបវន្តបុគ្គលទាំងឡាយណាដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ដោយមានចែងនៅក្នុងប្រការ11នៃប្រកាសលេខ064ការផ្ដល់អាជ្ញាប័ណ្ណឬវិញ្ញាបនបត្រវិជ្ជាជីវៈសម្រាប់ការប្រកបអាជីវកម្មផ្ដល់សេវាកម្មអចលនវត្ថុគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់នាយកដ្ឋានអាជីវកម្មអចលនវត្ថុនិងបញ្ចាំ